ជំរាបសួរអ្នកទាំងអស់គ្នាតើ Sono AI អាចរកលុយបានដែរឬទេហើយបើអាចរកលុយបានមែនតើយើងអាចយកបទចម្រៀងដែលបង្កើតដោយ Sono AI ហ្នឹងទៅដាក់ Spotify បានដែរឬអត់ថ្ងៃនេះខ្ញុំនឹងចែករំលែកបទពិសោធន៍ផ្ទាល់របស់ខ្ញុំជាមួយនឹង DistroKid ក៏ដូចជា TuneCore បន្ទាប់ពីខ្ញុំបានសាកល្បងចែកចាយបទចម្រៀងដែលបង្កើតចេញពី Sono AI បើអ្នកកំពុងគិតចង់បង្កើតបទចម្រៀងហើយចង់រកចំណូលពីវាវីដេអូនេះអាចជួយអ្នកបានជាពិសេសគឺអ្នកដែលកំពុងតែចាប់ផ្ដើមចាចម្លើយដ៏ខ្លីគឺយើងអាចឆ្លើយបានថាអាចរកលុយបានប៉ុន្តែវាមានលក្ខខណ្ឌមុននឹងឈានទៅដល់ថាតើ Sono AI នឹងអាចរកចំណូលបានយ៉ាងម៉េចគឺអ្នកទាំងអស់គ្នាត្រូវយល់អំពីពាក្យមួយសិនគឺ commercial right commercial right ហ្នឹងគឺមានន័យថាយើងមានសិទ្ធិយកចម្រៀងដែលយើងបង្កើតទៅប្រើប្រាស់សម្រាប់គោលបំណងអាជីវកម្មឧទាហរណ៍ដូចជាការចែកចាយបទចម្រៀងទៅ Spotify, Apple Music ឬក៏ការរកចំណូលពីបទចម្រៀងរបស់យើងបើសិនជាចម្រៀងដែលយើងបង្កើតអត់មាន commercial right ទេគឺយើងមិនអាចប្រើបទចម្រៀងនោះសម្រាប់រកលុយបានទេអញ្ចឹងចំណុចនេះវាចង់ប្រាប់អ្នកនរគ្នាថាអ្នកនរគ្នាត្រូវដឹងថាចម្រៀងអ្នកនរគ្នាដែលបង្កើតចេញពី Sono AI ហ្នឹងគឺមាន commercial right ដែរឬក៏អត់អញ្ចឹងចំណុចសំខាន់នៅពេលដែលអ្នកនរគ្នាប្រើប្រាស់ Sono នៅក្នុងការបង្កើតបទចម្រៀងអ្នកទាំងអស់គ្នាត្រូវដឹងថាអ្នកទាំងអស់គ្នានៅក្នុងគម្រោងមួយណាអញ្ចឹងនៅក្នុង Sono វាមាន free plan ជាមួយនឹង paid planមានន័យថាគម្រោងដែលប្រើដោយមិនចាំបាច់បង់ប្រាក់និងគម្រោងដែលយើងបង់ប្រាក់ប្រចាំខែហើយបើសិនជាគម្រោងនឹងជាគម្រោងដែល free គឺយើងប្រើសម្រាប់ការបង្កើតចម្រៀងហើយស្ដាប់ខ្លួនឯងទេអញ្ចឹងណាយើងអត់មាន commercial right នៅក្នុង free plan ទេ Sono ដោយឡែកបើសិនជាអ្នកទាំងអស់គ្នាប្រើគម្រោងដែលបង់លុយចាប់ពី Pro plan រហូតទៅដល់ Premiumអ្នកទាំងអស់គ្នាមាន commercial right អញ្ចឹងគ្រប់ចម្រៀងដែលអ្នកទាំងអស់គ្នាបានបង្កើតនៅក្នុង Sono ដោយប្រើ paid plan ហ្នឹងគឺអ្នកទាំងអស់គ្នាអាចយកវាទៅចែកចាយបន្តបានឥឡូវយើងសន្មតថាបទចម្រៀងដែលយើងបានបង្កើតនៅក្នុង Sono ហ្នឹងគឺវាមាន commercial right ដោយសារតែយើងបានប្រើប្រាស់ទាក់ទងជាមួយនឹង paid plan អញ្ចឹងចំណុចបន្តមកទៀតគឺយើងត្រូវដឹងថាបន្ទាប់ពីយើងបង្កើតបានបទចម្រៀងរួចហើយគឺយើងអាច upload ទៅ Spotify ឬក៏ Apple Music ឬក៏ YouTube Music ហ្នឹងគឺផ្ទាល់បានទេអ្នកទាំងអស់គ្នាត្រូវទៅរកក្រុមហ៊ុនចែកចាយបទចម្រៀងដែលយើងហៅថា music distributor ហើយតេតងជាមួយនឹងក្រុមហ៊ុនដែលចែកចាយបទចម្រៀងហ្នឹងវាមានដូចជាក្រុមហ៊ុន DistroKid ក្រុមហ៊ុន TuneCore ក្រុមហ៊ុន Ditto Music ឬក៏ Amuse ជាដើមអញ្ចឹងក្រុមហ៊ុនទាំងអស់ហ្នឹងគឺជាក្រុមហ៊ុនដែលចែកចាយបទចម្រៀងរបស់គ្នាទៅកាន់ Spotify ឬក៏ Apple Music ឬក៏ YouTube Music ចាចំពោះបទពិសោធន៍ខ្ញុំផ្ទាល់គឺខ្ញុំបានប្រើប្រាស់ DistroKid ដើម្បីចែកចាយបទចម្រៀងរបស់ខ្ញុំហ្នឹងចូលទៅ Spotify ជាមួយនឹង Apple អញ្ចឹងដោយដែលអ្នកនរគ្នាអាចឃើញនៅលើអេក្រង់នេះដែរទិន្នន័យនេះគឺខ្ញុំចែកចាយបានរយៈពេល30ថ្ងៃហើយខ្ញុំអាប់ឡូតមួយថ្ងៃមួយប៉ុន្តែខ្ញុំចង់បញ្ជាក់ថាដំបូងគឺចម្រៀងដែលយើងបង្កើតនៅក្នុង Sono AI ហ្នឹងណាគឺខ្ញុំអាប់ឡូតផ្ទាល់ប៉ុន្តែក្រោយមកទៀតគឺដោយសារតាគោលនយោបាយវាកាន់តែតឹងអញ្ចឹងខ្ញុំក៏បានយកបទចម្រៀងដែលបានបង្កើតនៅក្នុង Sono AI ហ្នឹងទៅ master វាម្ដងទៀតអញ្ចឹងអ្នកទាំងអស់គ្នាបើមាន tool អ្នកទាំងអស់គ្នាមាន tool remaster អាហ្នឹងអ្នកទាំងអស់គ្នាប្រើ tool របស់អ្នកទាំងអស់គ្នាទៅហើយបើសិនជាអត់ទេអ្នកទាំងអស់គ្នាអាចប្រើ FL ដើម្បីmaster ចម្រៀងផងអ្នកទាំងអស់គ្នាហើយតើតើជាមួយនឹងការ master បែបម៉េចគឺខ្ញុំឃើញមានគ្នាយើងក៏បានចែករំលែកច្រើនទាំងនៅក្នុង Facebook ទាំងនៅក្នុង YouTube អញ្ចឹងអ្នកនរគ្នាអាចជ្រើសរើសជម្រើសណាមួយដែលអ្នកនរគ្នាគិតថាវាល្អហើយប្រសើរចំពោះអ្នកទាំងអស់គ្នាមួយវិញទៀតខ្ញុំក៏បានសាកល្បងចែកចាយបទចម្រៀងតាមរយៈ TuneCore ដែរប៉ុន្តែតើតើជាមួយនឹងការចែកចាយបទចម្រៀងតាមរយៈ TuneCore ហ្នឹងគឺខ្ញុំចែកចាយជាលក្ខណៈបទភ្លេងហើយដំបូងគឺខ្ញុំអាប់ឡូតចូល
ប៉ុន្តែត្រឹមពេលនេះម៉ោងនេះខែនេះគឺខ្ញុំអត់ដឹងថាវាមានការកែប្រែឬក៏ផ្លាស់ប្ដូរបែបម៉េចទេអញ្ចឹងតាក់ទងជាមួយនឹងការអាប់ឡូតរបស់ខ្ញុំបានចុងក្រោយ3បទនេះគឺអត់ទទួលបានជោគជ័យទេអញ្ចឹងវាចង់បង្ហាញឲ្យយើងឃើញថាពីគោលការណ៍របស់distributor នីមួយៗគឺវាអាចផ្លាស់ប្ដូរបានគ្រប់ពេលដូច្នេះសូមអ្នកនរគ្នាពិនិត្យព័ត៌មានដែលតែងតែអាប់ដេតពាក់ព័ន្ធជាមួយនឹងគ្រប់ distributor ទាំងអស់មិនប្រកាសថាថ្ងៃនេះយើងអាប់ឡូតបានថ្ងៃស្អែកយើងអាប់ឡូតបានទេសរុបត្រឡប់មកវិញគឺSono AI គឺយើងអាចរកលុយបានពីវាប៉ុន្តែអ្នកទាំងអស់គ្នាត្រូវប្រើប្រាស់គម្រោងដែលបង់លុយត្រឹមកម្រិត Pro យ៉ាងហោចណាស់អញ្ចឹងអ្នកទាំងអស់គ្នានឹងទទួលបាន commercial right ពីបទចម្រៀងដែលអ្នកទាំងអស់គ្នាបានបង្កើតបន្ទាប់ពីអ្នកទាំងអស់គ្នាបង្កើតបានជាបទចម្រៀងហើយអ្នកទាំងអស់គ្នាត្រូវតែចុះឈ្មោះជាមួយនឹង music distributor អាចជា DistroKid ឬក៏អាចជា Ditto ដើម្បីចែកចាយបទចម្រៀងអ្នកនរគ្នាទៅ Spotify និង platform ផ្សេងៗហើយត្រូវចងចាំថាគោលការណ៍របស់ distributor នីមួយៗវាអាចមានការផ្លាស់ប្ដូរបានដូច្នេះត្រូវពិនិត្យព័ត៌មានដែលវាតែងតែ update មានន័យថាតែងតែធ្វើបច្ចុប្បន្នភាពជានិច្ច